តែណែមកឆាម្ទេសទុកញ៉ាំទៀតហើយបងប្អូនតែនឹងលើកនេះប្លែកដោយសារតែបន្ថែមជាមួយនឹងសាច់បកានិយាយរួមទៅគេហៅថាឆាម្ទេសសាច់បកាដែលគេល្បីណាហើយនឹងខ្ញុំអស់ម្ទេសឆានឹងផងខ្ញុំធ្វើបណ្ដោយទៅស្រាប់ម្ទេសខ្ញុំទិញគេ2ខាំសាច់បកា1ខាំខ្ញុំទិញយកគេបកសាច់ស្រាប់ណាហើយជាមួយនឹងខ្ទឹមក្រហម2មើមខ្ញុំនឹងចាំដូចជាការស្រេចក៏ដូចជាខ្ទឹមសខ្ញុំនឹងចាំឲ្យច្រើនដូចជា2មើមនេះគ្នានឹងឆាម្ទេសជាមួយសាច់បកាខ្ញុំយកម្ទេសនឹងញ៉ាំមករំលីងសិនដើម្បីឲ្យវាអស់ជាតិទឹកណាដល់ពេលយើងឆាទៅកុំឲ្យវាផ្ទុះលោតចូលភ្នែកចូលអីអញ្ចឹងណាបងប្អូននេះជាទម្លាប់របស់ខ្ញុំទេតើពេលរំលីងម្ទេសមើលតែរៀងស្ងួតដាច់ទឹកហើយខ្ញុំបានប្រើខ្ទះថ្មីចាក់ខ្លាញ់ឲ្យច្រើនហើយក៏ចាក់ខ្ទឹមសចូលសម្រាប់ការបំពងខ្ទឹមសនេះផងដែរគឺខ្ញុំបំពងអត់ឲ្យឡើងក្រហមតែបើតែរៀងឈ្ងុយហើយទៅខ្ញុំចាក់សាច់បកាដែលខ្ញុំចិញ្ច្រាំមុននឹងហើយការចិញ្ច្រាំសាច់បកានេះផងដែរគឺខ្ញុំចិញ្ច្រាំឲ្យរៀងម៉ត់តែខ្ញុំរៀង